ក្រោយពីខកខានទទួលភ្ញៀវទេសចរអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះរមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃអាងទឹកកំពង់ពួយនឹងកំពុងរៀបចំបើកស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិម្ដងទៀតក្នុងពេលឆាប់ៗខាងមុខនេះក្រោយពេលស្ថាប័នជំនាញរួមគ្នាស្ថាបនាផ្លូវបេតុងនិងរៀបចំទីតាំងទេសចរជាថ្មីឡើងវិញអំឡុងទសវត្សរ៍ឆ្នាំ1990រហូតដល់អំឡុងឆ្នាំ2015រមណីយដ្ឋានប្រវត្តិសាស្ត្រក្នុងខេត្តដ៏មានវ័យចំណាស់មួយកន្លែងនេះបានឆក់យកបេះដូងភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យចាប់អារម្មណ៍ធ្វើដំណើរទៅទស្សនានិងហែលទឹកលេងកម្សាន្តក្រោយមកប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិហាក់មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំក្នុងការធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរអាងកំពង់ពួយនេះមូលហេតុដោយសារតែខ្វះទឹកសម្រាប់ហែលកម្សាន្តខ្វះការថែទាំគ្មានការអភិវឌ្ឍទីតាំងកាន់តែរួមតូចចង្អៀតទើបអាជ្ញាធរនិងស្ថាប័នជំនាញសម្រាប់បិទទីតាំងប្រវត្តិសាស្ត្រមួយនេះអស់រយៈពេលជាច្រើនឆ្នាំរហូតមកទល់សព្វថ្ងៃប៉ុន្តែយ៉ាងណាក៏ដោយរមណីយដ្ឋានប្រវត្តិសាស្ត្រអាងកំពង់ពួយដែលធ្លាប់ជាទីកន្លែងស្ងាត់ជ្រងំនាប៉ុន្មានឆ្នាំចុងក្រោយនេះនឹងជះពន្លឺឆក់យកបេះដូងប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិជាថ្មីឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះបច្ចុប្បន្នក្រសួងធនធានទឹកនិងអូតូនិយមបាននឹងកំពុងស្ថាបនាផ្លូវក្រែលបេតុងលើខ្នងទំនប់អាងកំពង់ពួយមានប្រវែង8គីឡូម៉ែត្រមានទទឹង8ម៉ែត្របន្ទាប់ពីសាងសង់ហើយក្រសួងធនធានទឹកនិងអូតូនិយមនឹងសហការជាមួយក្រសួងទេសចររៀបចំគម្រោងប្លង់មេទីតាំងរមណីយដ្ឋានដ៏រៀបរយមួយកន្លែងសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្តទៀតផងរមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃកំពង់ពួយគឺជាអាងស្តុកទឹកដ៏ធំធេងដែលអមទៅដោយជួរភ្នំនៅប៉ែកខាងលិចនិងខាងកើតមានទំនប់ស្ទាក់ទឹកដ៏ធំនៅប៉ែកខាងជើងគឺប៉ែកខាងក្រោមប្រវែងប្រមាណ8គីឡូម៉ែត្រភ្ជាប់ពីចុងភ្នំម្ខាងទៅចុងភ្នំម្ខាងដែលមានប្រភពទឹកដ៏សំខាន់ហូរឆ្ពោះចូលក្នុងអាងពីតំបន់ភាគខាងត្បូងឈៀងខាងលិចអាងកំពង់ពួយត្រូវបានសាងសង់ឡើងដោយកម្លាំងញើសឈាមរបស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហមកាលពីជិត50ឆ្នាំមុនក្នុងទសវត្សរ៍ឆ្នាំ1970ប្រជាជនកម្ពុជាកងចល័តរាប់សែននាក់បានប្រើប្រាស់កម្លាំងបាយជីកកាប់ផ្កាយនិងរែកដីចាក់សាងសង់ជាទំនប់ស្ទាក់ទឹកដ៏ធំនេះឡើងក្រោមការឈរបញ្ជាផ្ទាល់និងដាច់ខាតពីពួកមេដឹកនាំរបបអាវខ្មៅក្នុងពេលនោះមានកងចល័តប្រុសស្រីរាប់ពាន់នាក់ក៏បានស្លាប់នៅក្នុងការដ្ឋានសាងសង់ទំនប់អាងកំពង់ពួយនេះផងដែរដោយសារតែធ្វើការលើសកម្លាំងគ្មានពេទ្យព្យាបាលនិងគ្មានអាហារហូបចុកគ្រប់គ្រាន់អាងស្តុកទឹកដ៏ធំសម្បើមនេះមានទីតាំងស្ថិតនៅភូមិតាងែនឃុំតាក្រៀមស្រុកបាណន់លើចម្ងាយផ្លូវប្រមាណ38គីឡូម៉ែត្រនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបងគេដំណើរក្រោមដំណក់ញើសឈាមនិងជោគជាំទៅដោយទឹកភ្នែកប្រជាជនខ្មែររាប់សែននាក់ក្នុងរបបខ្មែរដ៏ព្រៃផ្សៃមួយកន្លែងនេះវាបានប្រែក្លាយទៅជាទឹកបឹងដ៏ធំល្វឹងល្វើយសែនឆ្ងាយដាច់កន្ទុយភ្នែកប្រជាពលរដ្ឋមួយចំនួនដែលមានប្រវត្តិធ្លាប់ធ្វើកងចល័តរែកដីនៅតំបន់អាងកំពង់ពួយដែលសេសសល់ពីរបបអាវខ្មៅរស់រានមានជីវិតរហូតមកដល់សពថ្ងៃនេះបានសម្រក់ទឹកភ្នែកយ៉ាងក្តុកក្តួលម្ដងទៀតនៅពេលពួកគេបានទៅឃើញស្លាកស្នាមអនុស្សាវរីយ៍ដ៏ជូរចត់ជោគជាំទៅដោយញើសឈាមជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានប៉ុន្តែផ្ទុយទៅវិញសពថ្ងៃនេះបឹងទឹកភ្នែកដ៏ធំល្វឹងល្វើយលាយឡំទៅដោយញើសនិងឈាមនេះវាបានប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្រសម្រាប់អតីតកងចល័តទៅរំលឹកអនុស្សាវរីយ៍និងជាទីពេញនិយមសម្រាប់កូនចៅជំនាន់ក្រោយទៅទស្សនាលេងកម្សាន្តថែមទៀតផង